បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកជួបគ្នាម្ដងទៀតបាទពីរបៀបនៃការបង្កើត TikTok បាទជាដំបូងយើងចូលទៅកាន់ TikTok មកហើយចូលកន្លែងនេះ profile ហ្នឹងមកជំរាបវាឲ្យយើង load login ណាអញ្ចឹងយើងចូលពាក្យយក login ហ្នឹងមកហើយចុចនេះ contact with Google បើសិនជាយើងមាន Gmail យើង contact ជាមួយនឹង Gmail មកសម្រាប់បង្កើត TikTok ឥឡូវនេះយើង contact ជាមួយ Gmail ហ្នឹងមកអូខេវានឹង load ទៅឲ្យយើងភ្ជាប់អូតូដល់កន្លែងនេះគេឲ្យយកថ្ងៃកំណើតថ្ងៃខែឆ្នាំកំណើតអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតយើងពិតប្រាកដមកកើតឆ្នាំណាដាក់ឆ្នាំហ្នឹងមកតមកទៀតយើងអ្នកចុចពាក្យបន្តទៀតនេះ Q ក្រោមហ្នឹងមក contact ហ្នឹងមកវានឹង load ទៅហើយឲ្យយើងដាក់ឈ្មោះតែយើងដាក់ឈ្មោះតាម Gmail ហ្នឹងឬក៏យើងចង់ដាក់ឈ្មោះថ្មីទៀតក៏បានដែរអាហ្នឹងអាស្រ័យលើយើងអ្នកប្រើប្រាស់សម្រាប់ខ្ញុំដាក់ឈ្មោះថ្មីទៀតមកដាក់ឈ្មោះអីក៏បានដែរត្រង់ចំណុចហ្នឹងដាក់តាម Gmail ក៏បានអត់ដាក់ក៏បានហើយអត់ដាក់ជាខ្មែរក៏បានដែរដាក់ជីវិតថ្មីមកអូខេតោះមកយើងចុចពាក្យថា contact ទៀតមកអូខេដល់ហ្នឹងហើយណាអូខេនេះបានទេអូខេឃើញអត់បានហើយដល់ពេលចុចបានហើយអញ្ចឹងយើងចូលទៅកាន់ setting មកយើងរើសនេះដើម្បីដាក់រូបភាពដាក់អី account យើងនេះសម្រាប់ដូរ password នេះ account information ហ្នឹងអាហ្នឹងសម្រាប់យើងដូរលេខទូរស័ព្ទឬក៏ Gmail អីយើងចង់ដាក់ហើយតមកទៀតយើងចូលកន្លែងនេះ edit profile ហ្នឹងមកអូខេចង់ដូរឈ្មោះក៏បានចង់ដាក់ដដែលក៏បាននេះចង់ដាក់រូបភាពក៏បានដែរដាក់រូបភាពចង់ដាក់រូបភាពមិនក៏បានដែរនេះនឹងថតណានេះដាក់រូបភាពនេះស្លេចរូបភាពមកយើងចង់ដាក់រូបភាពមួយណាយើងដាក់រូបហ្នឹងមកឥឡូវខ្ញុំដាក់រូបមួយចុះមកថាមិនបានដាក់ដាក់រូបណាដែរនេះដាក់រូបនេះមួយមកចុះអូហើយដាក់រូបហ្នឹងមករួចរាល់ហើយមកយើងចូលមើល TikTok នេះរួចរាល់ហើយវីដេអូនោះមានតែប៉ុណ្្នឹងទេបងប្អូនការបង្កើត TikTok នៅឆ្នាំ2026បើសិនជាពេញចិត្តអីសូមជួយ Subscribe Channel ខ្ញុំអ្នកមួយផងបាទសូមអរគុណបាទសូមជម្រាបលា